អូវីដេអូខ្ញុំឃើញវីដេអូខ្ញុំហេញស្រីៗទាំងអស់គ្នាណាចាកំពុងតែរៀបចំដៃគូឬក៏មានគេថា plan ជីវិតអីជាមួយនឹងមានដៃគូប្តីអីណាមនុស្សស្រី10ទាំង10ចាបើសិនជាមនុស្សប្រុសដែលមកតាក់តងណាគាត់ស្រឡាញ់ហើយនៅអាណិតមនុស្សស្រី10ទាំង10នឹងចង់ឲ្យមនុស្សប្រុសដែលស្រឡាញ់គាត់ហ្នឹងអាណិតគាត់ព្រោះអីគេតែងតែគិតថាចេះអាណិតធំជាងស្រឡាញ់ចាស្រឡាញ់មិនស្មើនឹងអាណិតទេសុខចិត្តយកអាណិតវិញល្អជាងតែមកស្ដាប់វីដេអូខ្ញុំណាអូវីដេអូខ្ញុំឃើញវីដេអូខ្ញុំហេញស្រីៗទាំងអស់គ្នាណាចាកំពុងតែរៀបចំដៃគូឬក៏មានគេថា plan ជីវិតអីជាមួយនឹងមានដៃគូប្តីអីណាចាសម្រាប់ខ្ញុំវិញជាបទពិសោធន៍របស់ខ្ញុំចាប្រហែលហើយណាខ្ញុំចង់ប្រាប់ថាបើសិនជាមានមនុស្សប្រុសមកស្រឡាញ់ខ្ញុំម្ដងទៀតខ្ញុំរើសយកការស្រឡាញ់ខ្ញុំមិនបាច់អាណិតខ្ញុំទេព្រោះអីពេលដែលអាណិតខ្ញុំណានៅជាមួយខ្ញុំណាអូអាណិតអត់ងាយបែកទេតែបើបានបែកហើយប្រត់ប្រាក់គ្មានបានវិលក្បាលមកវិញទេចាទៅបាត់ហើយតែបើសិនជាគេនៅស្រឡាញ់យើងវិញណាចានៅចង់កេកអីបឺអីហ្នឹងណាអាចត្រឡប់មកវិញណាអញ្ចឹងថ្ងៃក្រោយខ្ញុំរើសយកការស្រឡាញ់ហើយមិនបាច់ចាំអាណិតអញអីទេទៅមិនបាច់អាណិតទេស្រឡាញ់វិញវាមានឱកាសជួប